สุดสดมองปอนหนึ่งออกคะแนนให้วิดีโอไทยนี่ได้คือแทนจงมองให้มองปอนนปีกามารกไตรในขนมปรีนี่คือเจียนดงหรือมือก็แกเฮาถับบีหรือมือก็บังไงมองปอนแต่แกจิกสำหรับเอาไตรเนอร์เนเปเดเดวซาตึกเลมาดอลให้คือเมียนไตรเวียมันเนอร์ในขนมดงหนึ่งดอเปตึกสระใครปรังให้เมียนบองปอนกดมาโรดโดยเจียครูซาขยมไตรขยมไอ้นั่งตะโรกไตรในขนมดงหนึ่งบองปอนให้จงดังถาดแค่นี้คือขยมโรกไตรบานให้บรรทปีโรกไตรบานให้ขยมโยกกระเทอไว้คลาบองปอนจำตัวสนาเจบรรทอตีดคือทาบานไตรกลางไตรกับเพลงนี่นะไงบางคนมันจะเมียนไตรตัวทอมทอมไม่ได้ไปโปรยคือหมอกบองสนังนั่นคือกราวไอ้แกไอ้คือทาเมียนบางคนคลากมาโรนโดนนั่งปีใบซาให้ยังไงปุกยมเติบตามมาโรนกราวเกให้คือทาสำเร็จเรียนสอนตีบางคนเติบดัดสายให้วิดีโอม้วนบางคนกลับตะเคียนชมเราไตรหรือก็ความไตรชลงในตามสายบนแต่ไงนี้คือทามารกไตรบองไตรเนอตามอันดงหรือตามบังหรือก็แกหาบีเอ็นขนมเปรย์ดองโอนเขาพิมุนให้กดบองสนันเตรียบว่าบางคนกูทาเวียนเมียนไตรกลางไตรกับเพลงเวียนมันจะเมียนไตรทอมไอเต้บางคนนูสตมอดไตรกับเพลงให้ในจุ่มวิ่งดงนึงปาระเวนคือทาเมียนแต่ดำเชอแดเปรย์ดอกเนื้อหอมจุ่มวิ่งนึงแต่มาดองบางคนจุ่มในใจเพลวิ่งคือทาเมียนแต่มาเพลสำหรับดาแต่chỉ hiên cứ miên sắt spray cho mà đau ông hay cái lạnh băng thì mũi cứ miên thành chân ngày một ôn miên tại cái lạnh nè băng cứ miên từ cái lạnh nâng một ploang tới tay chung vĩnh cứ miên sắt spray chung vĩnh nâng tầm đòn hay vẽ đầu vẽ quật một chặt tray vậy bông ôn ơi hay trong này camera vĩnh cứ quật đã chân và show nơi khang lơ đầm bày thọt bông ôn hay vậy tới camera chụp ở bàn cười quật bàn tray bông ôn tại vấn tiết tiết đọcไปกดชอบบองให้ชมนึกทอดบองปนเมื่อทารกไตรบ้านปนาให้ยัยเตอคือชมมาบ้านเตอแต่บองปนไปโปรไอ้นึกขนมเปรย์วิชงายให้เพลวิบะเด็ดให้บังนิมุยคือนึกขนมเปรย์คือเมียนสัตว์เอาไว้มาย่างในกุยคลาย่าบองปนให้ติดติดบองปนนึกบ้านเคินถ้าจีสัตว์เอาไว้ดังแต่แท้นึกขนมเปรย์นั่นคือสมบูรณ์มองบองปนให้กุยคลาคลังเต้นตูดดอลลาร์ในมูนนะใบผมโอ้ยตะจับบวงเนี่ยตะหมอกเหมือนกำลังทานให้ตะบวงละ
បងលេងក៏មិនថប់សាត្រីទៅណាយកទីក្រាញ់វិញទៅដល់យកអានេះទៅទៅអំបោះនេះខ្លាំងជាងជាប់ជាអំបោះនេះទៀតហើយជាប់ជាអាមងទៀតណាអាមងយើងដូចថាយើងធម្មតាអាមងដាក់នេះធម្មតាបាយបោះនេះជាប់ជួយមកទៅចូលអត់ទៀតសានេះបានជាកាយអាពីចោលមកស្រួលណាវាតោមកនៅអីស្រួលមិនទៅហត់វិញហើយសានេះគេកាយអាចោលមកនៅស្រួលហើយគេបោះបកោvậyញ៉ាំចុះមកពីខ្សោយឡើងមកអាងធ្វើហ្នឹងបោះកោរួយរូចចាំមើលទៅរូចស្រូវគេចាប់ដើមធ្វើចូលយកនេះដោះបាច់នេះក្រាញ់ទៅមុខមកឃើញបាល់កំម៉ែងតែមើលទៅនេះបាយពុះទៀតហើយដាក់មកអត់ទៅដល់ឆ្លងអូទៅទៅស្ដាច់ជើងហ្នឹងណាមើលទៅជើងអូទេដល់ទៅពាក់មកទៅដល់នេះរោមឃើញទៅរោមហ្នឹងនេះដោះក្នុងវិញហើយនេះគឺត្រីដែលគាត់ទៅរកពីព្រៃបានថ្ងៃនេះបងប្អូនមានត្រីកាភ្លៀនត្រីក្រាញ់ហើយក៏មានសត្វម្យ៉ាងដែរនេះបងប្អូនគឺសត្វឆ្លើងនេះហើយគឺជាសត្វម្យ៉ាងដែលនៅក្នុងព្រៃដែលគួរខ្លាចបងប្អូនឲ្យទៅនៅតាមបឹងតាមអូក្នុងព្រៃគឺដឹងតែមានឆ្លើងនេះហើយបងប្អូននេះគឺថាមើលគ្រាន់តែមើលគឺខ្ញុំក្រិចកញ៉េងតែម្ដងគួរខ្លាចណាស់សត្វឆ្លើងណាសត្វបឺតជញ្ជក់ឈាមយើងហើយឆ្លើងកបីម្យ៉ាងនេះដែរបងប្អូនមិនថាទេមកោទេមកបីឬទេមនុស្សទេវាសាហាវខាំបឺតជញ្ជក់ឈាមយើងទៅក្នុងពោះវាអូយសិតតែឈាមនឹងក៏ផ្លក់បងប្អូនគួរខ្លាចមែនតើនិយាយទៅហើយឥឡូវហ្នឹងគឺថាងាកមកមើលត្រីវិញម្ដងហើយចំណែកត្រីក្រាញ់ផងដែរខ្ញុំនឹងរើសវាយកទៅម្លែកដើម្បីយកទៅលាងហើយធ្វើហើយដុតចង្កាក់ដើម្បីយកទៅឆ្អើបងប្អូនចំណែកត្រីឆ្អើវិញគឺថាញ៉ាំបានយូរហើយក៏ធ្វើម្ហូបសម្រាប់ធ្វើអីក៏បានដែរបងប្អូនងាយស្រួលមែនទែនហើយត្រីដែលមកពីព្រៃមិនតាន់បានលាងសម្អាតទេបងប្អូនគឺមានស្លឹកឈើហើយនឹងផុកសម្រាមអីហ្នឹងឯងមិនតាន់បានលាងឲ្យស្អាតទេហើយនេះចំណែកអាត្រីក្រាញ់រស់ខ្ញុំនឹងយកទៅប្រោះដើម្បីយកទៅលក់នៅថ្ងៃស្អែកហើយអាត្រីក្រាញ់ងាប់ហ្នឹងគឺយកទៅត្រីឆ្អើចំណែកត្រីកាភ្លៀងខ្ញុំនឹងយកទៅធ្វើត្រីប្រឡាក់បងប្អូនគឺថ្ងៃនេះគឺធ្វើបានច្រើនមុខមែនទែនចំណែកអាត្រីផ្ទក់ដែលងាប់ហ្នឹងគឺខ្ញុំនឹងវះវាប្រឡាក់ធ្វើងៀតបងប្អូននេះត្រីក្រាញ់ដែលរស់ហើយបងប្អូននេះមើលត្រីផ្ទក់នេះអាធំនេះគឺកតុយវានិយាយទៅដូចជាមានអីគេកាត់តាំងពីតូចមកតែមើលដោះកតុយមកមើលកតុយគេទូចញាប់ហើយវាខុសពីត្រីផ្ទក់ផ្សេងប៉ុន្តែខ្លួនវាធាត់ណាបងប្អូននេះត្រីធំប៉ុណ្ណកខ្លួនដៃខ្ញុំនេះតែត្រីក្រាញ់វិញនេះធំណាស់បងប្អូនប្រហែលជា5 គីឡូ 6 គីឡូអីហ្នឹងធំល្អមែនទែនហើយត្រីក្រាញ់យើងរើសដាក់ម្ដប់ចឹងមកត្រីកាភ្លេងដាក់ម្ដប់ដើម្បីងាយស្រួលយកទៅលាងហើយនេះខ្ញុំលាងត្រីក្រាញ់ត្រីអីរួចហើយបងប្អូននេះហើយនោះត្រីដែលប្រោះទុកទៅលក់ទាំងថ្ងៃស្អែកហើយនេះគឺរបៀបធ្វើត្រីឆ្អើបងប្អូនត្រីក្រាញ់យកចកាកាត់ក្បាលមកបងប្អូនមិនបាច់ចាំកាត់ជាក្រែងវានឹងទេកតុយក៏មិនបាច់កាត់ដែរសកាឲ្យកាត់ក្បាល
ហើយឥឡូវហ្នឹងយកឈើចកាក់ស្រួចដើម្បីយកមកដោតត្រីដើម្បីធ្វើត្រីឆ្អើបងប្អូននេះគឺថាដោតអញ្ចឹងតែដោតហ្នឹងប្រយ័ត្នដែរបងប្អូនតែផ្លាតហ្នឹងមុតដៃឈឺ កាក់ដោតហ្នឹងក៏ប្រុងប្រយ័ត្នម្យ៉ាងដែរបើមិនប្រយ័ត្នទេមុតដៃឈឺបងប្អូនណាមួយមុតអាចេក្រែងត្រីក្រាញ់នឹងផងហើយប្រឹងដោតស្រួលស្រួលហ្នឹងមុតដៃទៀត ហើយត្រីក្រាញ់អានាមបងប្អូនគឺមានសិតតែខ្លាញ់អត់មានអាចមានអីទេនេះហើយដល់ពេលដោតហើយយើងដាក់ផ្គុំវាចេះបងប្អូនតែអានេះមិនតាន់ផ្គុំតាន់ហើយនៅយកទៅលាងឲ្យស្អាតហើយទៅយកមកផ្គុំនេះគឺថាដោតហើយយើងយកមកផ្គុំចឹងហើយបន្ទាប់ពីដោតហើយខ្ញុំលាងឲ្យស្អាតរួចហើយយកមកផ្គុំដាក់នឹងកញ្ច្រែងបងប្អូនលាងដាក់ផ្គុំសម្រស់វាឲ្យស្ងួត ហើយបើសិនជាមិនស្រស់ឲ្យស្ងួតទេយកទៅដាក់ឲ្យឆ្អើភ្លាមវាធ្វើឲ្យជាប់នឹងឆ្អើបងប្អូនណាហើយយើងត្រូវតែសម្រស់វាឲ្យស្ងួតរួចហើយបានយកទៅដាក់ឆ្អើដល់ពេលត្រីនឹងវាក្រៀមឆ្អិនហើយយើងប្រែទៅឲ្យវាជាប់កញ្ច្រែងឬមួយអត់លលេះបែកសាច់អីតាណាឯងបងប្អូននេះ ហើយបន្ទាប់ពីខ្ញុំដោតចកាក់ត្រីដោតអីហើយបងប្អូនដល់វគ្គដែលត្រូវមកឆ្អើត្រីវិញម្ដងគឺថាត្រង់បានធ្វើត្រីហើយដោតចកាក់ហើយគឺមិនមែនមកមុខឯងបងប្អូនធ្វើត្រីប្រឡាក់កាភ្លេងផងត្រីឆ្អើផងឥឡូវហ្នឹងគឺថាមកឆ្អើគឺថាខ្ញុំកាត់ធាងចេកជ្រៀកវាជ្រៀកដើម្បីយកមកក្រាបទ្របត្រីឆ្អើរបស់យើងនឹងកុំឲ្យវាជាប់ដូចថាជាប់នឹងកញ្ច្រែង បើសិនជាប់មួយច្រែងហ្នឹងវាបែកសាច់បែកអីអត់ស្អាតទេហើយយើងរៀបកតុយទល់នឹងកតុយអញ្ចឹងមកបងប្អូនហើយនេះគឺជាការឆ្អើត្រីរបស់អ្នកខេត្តបាត់ដំបងបងប្អូនហើយទ្រាំតែនឹងបានឆ្អើគឺមេឃល្ងិតតិចតិចបងប្អូនហើយព្រោះអីត្រូវធ្វើត្រីកាភ្លេងប្រឡាក់ផងត្រីឆ្អើផងហើយចំណែកត្រីក្រាញ់ដែលងាប់ហ្នឹងគឺខ្ញុំយកមកឆ្អើត្រីឆ្អើហ្នឹងគឺបានតែប្រហែល 6-7 ក្រាស់ហ្នឹងឯងទុកសម្រាប់ក្រាន់ហូបខ្លួនឯងបងប្អូនហើយត្រីឆ្អើយើងធ្វើបានច្រើនមុខចង់ស្លចង់បុកទឹកគ្រឿងអីក៏បានស្លប្រហើរស្លអីជំនួសជាមួយនឹងសាច់ជាមួយត្រីស្រស់ក៏បានដែរបងប្អូនត្រីឆ្អើគឺធ្វើបានច្រើនមុខមែនតើហើយសម្រាប់ពួកខ្ញុំគឺថានៅស្រុកស្រែ គឺមានតែអញ្ចឹងឯងបងប្អូនគឺមានតែរកត្រីមកបើបានច្រើនគឺឆ្អើទុកហើយនឹងលក់ដូរអីខ្លះគ្រាន់បានកម្រៃខ្លះតិចតួចបងប្អូនហើយនេះគឺថាបានរៀបរួចហើយបានប្រមាណក្រាស់នឹងហើយនិយាយទៅពីទឹកដោតត្រីក្រាញ់នឹងវាមុតអូយមុតនឹងអាថ្មងត្រីនឹងបងប្អូនអើយឈឺមែនទែនឡើងសោះអស់ហើយដៃ ហើយមកមើលត្រីឆ្អើវិញគឺថាល្អមែនទែនល្មមទៅនឹងប្រែហើយចាំមើលទៅវាមានជាប់នឹងកញ្ច្រែងឆ្អើត្រីនឹងអត់វាមានជាប់ឯងបងប្អូនដោយសារ
មុននឹងឆ្អើរហ្នឹងគឺថាយើងលាងសម្រស់វាឲ្យស្ងួតទឹកហើយយើងដាក់ភ្លើងខាងក្រោមនៅគុកមកឲ្យវាក្តៅកញ្ចែងបន្ទាប់មកត្រីនឹងស្រស់ហើយគឺថាយើងយកមករៀបដាក់ហើយបើបងប្អូនខ្លាចលោត្រីអត់ស្អាតចឹងធ្វើដូចខ្ញុំបានគឺថាដាក់ជ្រៀកធាងចេកជ្រៀកមកដាក់ទ្រាប់ខាងក្រោមគឺត្រីល្អមែនទែននេះបងប្អូនហើយនេះគឺជាត្រីផ្ទក់ដែលខ្ញុំវេឲ្យប្រឡាក់ទុកហាលហើយសាច់ឡើងក្រហមល្អមែនទែននិយាយទៅត្រីស្រុកស្រែខែនេះគឺសម្បូរមែនទែនបងប្អូនហើយមកមើលត្រីកាភ្លេងគឺថាខ្ញុំធ្វើប្រឡាក់បាន2កញ្ច្រែងបងប្អូនអើយនិយាយទៅត្រីកាភ្លេងល្អហើយធំមែនទែនណាបងប្អូននេះហើយរៀបអញ្ចឹងបងប្អូនឃើញទេគឺស្អាតខ្លាំងមែនទែនហើយនៅពេលដែលយើងហាលត្រីឈ្ងួតហើយពេលប្រែក៏ងាយស្រួលក្នុងការប្រែដែរបងប្អូនគឺមិនបាច់ចាំឈោប្រែម្ដងមួយទេគឺវាជាប់គ្នាអញ្ចឹងពេលដែលស្ងួតហើយវាជាប់គ្នារបកទាំងផ្ទាំងហើយអញ្ចឹងឯងយើងរៀបអញ្ចឹងវាស្អាតទៀតផងបងប្អូននេះហើយសម្រាប់វីដេអូថ្ងៃនេះដែរគឺមានតែប៉ុណ្្នឹងទេដែលចង់បង្ហាញបងប្អូនហើយអរគុណបងប្អូនសម្រាប់ចូលមើលវីដេអូរបស់ខ្ញុំបងប្អូនជួយចុច Subscribe និង Like Share ម្នាក់មួយផងដើម្បីទទួលបានវីដេអូក្រោយៗទៀតហើយសម្រាប់វីដេអូនេះដែរក៏សូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយៗបាយបាយ